ជំរាបសួរសួស្តីពុកម៉ែបងប្អូនទាំងគ្នាខ្ញុំបាទពលឺជាទីប្រឹក្សាផ្នែកលក់នៃក្រុមហ៊ុនរថយន្ត MG Cambodia សាខា60ម៉ែត្រថ្ងៃនេះផងដែរខ្ញុំនឹងធ្វើការបង្ហាញតាក់ទងទៅនឹង model រថយន្តស៊េរីថ្មីស៊េរីឆ្នាំ2024របស់យើងគឺ model រថយន្ត MG ZS 32រូបរាងថ្មីការ design ថ្មីទាំងស្រុងអញ្ចឹងដឹងថាការ design រូបរាងថ្មីក៏ដូចជា option ទៅលើរថយន្តនេះមានអ្វីខ្លះបងប្អូនកុំភ្លេចតាមដានវីដេអូនេះដល់ចប់ផងណានេះគឺជាការ design រូបរាងថ្មីទៅលើរថយន្ត MG ZS 32ស៊េរីឆ្នាំ2026ចឹងអ្វីដែលការផ្លាស់ប្ដូរនេះគឺយើងអាចសម្គាល់បានច្រើនចំណុចខ្លាំងមែនតែម្ដងតើតើនៅផ្នែកបណ្ណាផ្នែកខាងមុខការ design grill ក៏ដូចជាកន្លែងចង្គៀង data branding light គឺបានផ្លាស់ប្ដូរទាំងស្រុងតែម្ដងសូម្បីតែ logo MG ឥឡូវនេះក៏មានសភាពធំជាងមុនផងដែរកាលពីមុនតើតើទៅនឹង logo នេះគឺយើងដាក់នៅលើ grill នេះណាតែឥឡូវនេះគឺអត់ទេគឺយើងដាក់នៅលើបាត់កមុកឡានតែម្ដងបាទស្អាតខ្លាំងមែនតែម្ដងចង្គៀងជាប្រភេទចង្គៀង LED អាចស្រែកកម្ពស់ខ្ពស់ទាបបាននិងអូតូបិទបើកពេលថ្ងៃពេលយប់ដល់ខ្លួនឯងអមជាមួយនឹង daytime running light បាទភ្លឺច្បាស់ល្អខ្លាំងមែនតែម្ដងហើយសម្រាប់ផ្នែកខាងមុខគឺបានបំពាក់ជាមួយនឹង grill ដែលធ្វើឲ្យខ្យល់ចូលទៅក្នុងម៉ាស៊ីនបានល្អខ្លាំងមែនតែកាត់បន្ថយនៅកម្ដៅកាត់បន្ថយនៅកម្រិតស៊ីសាំងរបស់ឡានផងដែរសម្រាប់ផ្នែកចំហៀងនៃរថយន្តនេះគឺបានបំពាក់ជាមួយនឹងយ៉ានកង់ថ្មីបាទរង្វង់17អ៊ីងការ design គឺថ្មីទាំងស្រុងតែម្ដងហើយសម្រាប់កង់ទាំង4ក៏បានបំពាក់ជាមួយនឹង ABS ក៏ដូចជា sensor វាស់សម្ពាធខ្យល់កង់ផងដែរសម្រាប់ឯកឡោបកញ្ចក់ក៏នៅបំពាក់ជាមួយនឹង LED ផ្នែកចំហៀងទាំងសងខាងតែម្ដងងាយស្រួលនៅពេលដែលយើងធ្វើការសញ្ញោអីគឺបើយើងគឺគាត់អាចឃើញចលនានៃការបត់បែនរបស់យើងបានសម្រាប់សោគឺយើងប្រើប្រាស់ជាប្រភេទសោ Smart Key ដដែលបាទហើយអ្វីដែលកាន់តែពិសេសគឺការ design ផ្នែកខាងក្នុងតែម្ដងអូខេអញ្ចឹងនេះគឺជាការ design ផ្នែកខាងក្នុងនៃរថយន្ត MG ZS 32ស៊េរីឆ្នាំ2026គឺបានផ្លាស់ប្ដូរថ្មីទាំងស្រុងតែម្ដងកាលពីមុនស្បែកពុកគឺយើងប្រើប្រាស់ពណ៌សតែឥឡូវនេះគឺយើងប្រើប្រាស់ស្បែកពុកពណ៌ខ្មៅវិញបាទហើយអញ្ចឹងខ្ញុំចាប់ផ្ដើមពីខាងឆ្វេងដៃទៅគឺកន្លែងដែលយើងធ្វើការ lock និង unlock ឡានស្រែកញ្ចក់9ហើយនឹងចុច lock កញ្ចក់ហើយនៅគៀននេះគឺយើងមានកន្លែងដែលយើងអាចធ្វើការស្រែកញ្ចក់ឆ្វេងស្ដាំហើយនឹងស្រែកកម្ពស់ភ្លើងអំពូលគុជរបស់យើងហើយកន្លែងបើកកំហុំសិនគឺនៅខាងក្រោមនេះឯងបាទសម្រាប់មកលើដៃចង្កូតវិញបាទអញ្ចឹងរថយន្តនេះគឺបានបំពាក់ជាមួយនឹង cruise control ដូចគ្នាបាទ cruise control សម្រាប់កំណត់ល្បឿនថេរហើយនៅកន្លែងនេះគឺយើងមានជាមួយនឹងកន្លែងបិទបើកភ្លើងអូតូបាទចុះសម្រាប់អូតូនេះគឺយើងបិទបើកភ្លើងពេលថ្ងៃពេលយប់ដល់ខ្លួនឯងអានេះយើងចុចបើក dummy ហើយនេះយើងបើកភ្លើងពូភ្លើងតែម្ដងហើយកន្លែងនេះគឺកន្លែងបើកពិលកាំងផ្នែកខាងក្រោយយើងគ្រាន់តែមូលមួយទៅវានឹងបើកភ្លើងកាំងផ្នែកពិលកាំងផ្នែកខាងក្រោយឯងកន្លែងនេះកន្លែងរៀងសេរីពណ៌មានលើអេក្រង់បាទហើយយើងថែមថយសលេងនិងដូរប័ណ្ណចម្រៀងកន្លែងនេះគឺផ្លិតទឹកចឹងសម្រាប់អេក្រង់ឥឡូវនេះគឺយើងប្រើប្រាស់អេក្រង់ digital បាទយើងបង្ហាញព័ត៌មានទៅលើអេក្រង់ឡានទាំងអស់តែម្ដងហើយភ្លឺច្បាស់ល្អខ្លាំងមែនទែនវាឯខាងឆ្វេងដៃនេះគឺអេក្រង់កំសាន្តបាទប្រើប្រាស់ជាប្រភេទ touch screen ហើយ smooth ខ្លាំងមែនទែនតែម្ដងបាទយើងមានជាមួយនឹង Bluetooth music កន្លែង stream សិនជាកន្លែង connect Bluetooth ដើម្បីធ្វើការ call Apple CarPlay Android Auto ក៏មានដែរជាមួយនឹង function LAN មួយចំនួនមានដូចជាទី1តាក់ទងទៅនឹងប្រភេទភ្លើងបាទយើងមានភ្លើង welcome នៅពេលដែលយើងគ្រាន់តែមកចុច LAN ចុច unlock អំពូលភ្លើងរបស់ LAN នឹងភ្លឺ auto យើងតែម្ដងហើយសម្រាប់ follow me home នេះគឺនៅពេលដែលយើង plot LAN ពេលដែលយើងជិះពេលយប់ហើយយើង plot LAN ភ្លាមគឺអំពូលភ្លើងរបស់ LAN បន្តភ្លឺឲ្យយើងបាន30វិនាទីទៀតនឹង auto លុតដោយខ្លួនឯងហើយនេះគឺយើងនៅពេលដែលចង់ចុចស្វែងរក LAN គ្រាន់តែយើងមាន sound យើងគ្រាន់តែចុច lock មួយទៅវានឹងលឺសលេង display មកទិសឲ្យយើងដឹងហើយថាយើងទុក LAN ម្ដុំណាអញ្ចឹងណាសម្រាប់ driving យើងមានប្រព័ន្ធ auto hold យើងមានប្រព័ន្ធជំនួយពេលចុះចំណោតយើងមានប្រព័ន្ធទប់នឹងរបស់ឡានហើយនឹងចង្កូតអាចស្រែកទាំងធូរបានយើងមាន comfort យើងមាន normal យើងមាន sport ហើយខាងក្រោយយើងមានកន្លែងបិទបើកម៉ាស៊ីនត្រជាក់កម្ដៅកញ្ចក់បាទភ្លើងសំផ្លូវប៊ូតុង home ឬក៏ថែមថយសលេងសម្រាប់មកកាន់ផ្នែកខាងក្រោមយើងមានកន្លែងចង្កឹះលេខរបស់យើងនេះយើងមាន P Air N D ហើយនឹង D នេះយើងមាន eco mode មួយទៀតនេះបងបាទនេះអក្សរ E នេះគឺកន្លែង eco mode ហើយកន្លែងនេះយើងមានប្រាំងដៃ electronic ជាមួយប៊ូតុង start stop បាទហើយសម្រាប់រថយន្តនេះក៏បានបំពាក់ជាមួយនឹងកាមេរ៉ាផ្នែកខាងក្រោយជាមួយនឹង sensor 3គ្រាប់ផងដែរអញ្ចឹងនៅពេលដែលយើងធ្វើការដាក់លេខអាយ៉ាបាទនេះបងអាចមើលបានវានឹងចេញកាមេរ៉ាផ្នែកខាងក្រោយហើយនឹង sensor វានឹងលក់សលេងនេះគ្នានៅពេលដែលយើងថយគៀកទៅនឹង opposite អញ្ចឹងអ្វីដែលពិសេសនេះគឺវាឲ្យទាំងសំឡេង sensor មកយើងហើយវាវាស់ចម្ងាយពី coolant យើងទៅនឹង opposite ទៀតអញ្ចឹងមានន័យថា coolant របស់យើងហ្នឹងគឺមានចម្ងាយ68 cm ទៀតនឹងទៅដល់អញ្ចឹងខាងក្រោយអញ្ចឹងនៅពេលយើងថយកាន់តែគៀកលេខហ្នឹងគឺវាកណនីថយឲ្យយើងដូចគ្នាចាំមើលនេះបាទកាន់តែគៀកខ្លាំងមែនតើអញ្ចឹងវាវាស់ចម្ងាយពី coolant យើងទៅនឹង opposite ឲ្យយើងដូចគ្នាអញ្ចឹងដូចនេះគឺមិនត្រឹមតែមាន sensor ផ្នែកខាងក្រោយដែលឲ្យជាសំឡេងហើយនឹងរូបភាពកាមេរ៉ាទេគឺវាឲ្យវាវាស់ចម្ងាយពី coolant ទៅនឹង opposite ទៀតបាទពិសេសខ្លាំងមែនតើចំណុចតាក់ទីមួយទៀតតទៅនឹងរឿងនេះគឺយើងប្រើប្រាស់ double panoramic sunroof បញ្ជាក់ផងដែរ double វាមានប្រភេទរបស់វាដែរគឺមាន sunroof ឬក៏ panoramic sunroof ចឹងទៅសម្រាប់ sunroof វាគ្រាន់តែមកកណាត់មុខនេះឯងនេះវាគ្រាន់តែប៉ុណ្្នឹងណាតែសម្រាប់ panoramic sunroof គឺកញ្ចក់លាតសន្ធឹងវែងដល់ផ្នែកខាងក្រោយចឹងតែម្ដងទៅពេលនេះយើងបើកកញ្ចក់បាទសម្រាប់កញ្ចក់នេះទៅពេលដែលយើងបើកគឺឆ្លាស់ល្អអូខេអញ្ចឹងយើងបិទវិញហើយយើងមានកន្លែងបិទបើកភ្លើងឆ្វេងស្ដាំបាទនេះបិទបើកភ្លើងនៅពេលដែលយើងបើកទ្វីឡានហើយនេះយើងចុចបើកភ្លើងទាំងអស់តែម្ដងតើឥឡូវហ្នឹងខ្ញុំនៅបង្ហាញផ្នែកខាងក្រោយនៃរថយន្ត MG ZS នេះម្ដង
ខេឥឡូវនេះខ្ញុំបានចូលមកកាន់ផ្នែកខាងក្រោយនៃរថយន្ត MG សិតហើយបាទគឺមានអារម្មណ៍ថាទូលាយខ្លាំងមែនតើតែម្ដងអញ្ចឹងសម្រាប់ខ្ញុំបាទខ្ពស់1.7 ម៉ែត្រជាងឥឡូវខ្ញុំអង្គុយនេះគឺអត់ទើសជង្គង់ទេបាទសល់ឡើងចង់ពីតុកបាទវែងខ្លាំងមែនតើហើយនេះយើងអាចអង្គុយបានគ្នា3នាក់ផ្នែកខាងក្រោយណាបាទអញ្ចឹងបងអាចមើលបានរថយន្តនេះគឺធំទូលាយបងមួយចំនួនគាត់គិតថាតម្លៃ 20000 ជាងរូបរាងប៉ុណ្នេះគាត់ថាទូចតែជាក់ស្ដែងអត់ទេបងអាចជើញមកមើលផ្ទាល់តែផ្ទាល់សិនបានហើយសំខាន់ណាស់មានម៉ាស៊ីនត្រជាក់ក្រោយតម្លៃខ្ទង់ 20000 ជាងក៏ប៉ុតមែនតែលក្ខណៈຂະຫນាត SUV ចំអញ្ចឹងគឺមានម៉ាស៊ីនត្រជាក់មានអីមកចាប់តែម្ដងបាទចឹងនេះគឺជាការ design ផ្នែកខាងក្រោយនៃរថយន្ត MG សិតដែរបាទស្រស់ស្អាតខ្លាំងមែនតើមានការ upgrade ច្រើនការ design នេះគឺកាន់តែមើលទៅ sporty car មើលទៅស្អាតជាងមុនហ្មងណាបាទមានភ្លើង F1 tail light ខាងក្រោយយើងមានជាមួយនឹងstop បាទ LED បងអាចមើលបានព្រោះ LED ពេលថ្ងៃពេលយប់អីគឺច្បាស់ល្អខ្លាំងមែនតើតែម្ដងបាទសម្រាប់នេះគឺជាគ្រប់ផ្នែកខាងក្រោយនៃរថយន្ត MG សិតដែរបាទបងអាចមើលបានសម្រាប់ក្តារនេះគឺយើងអាចតម្លាក់ចុះទៅបានមួយតង់ទៀតណាដើម្បីឲ្យវាមានភាពទូលាយខ្លាំងជាងមុននេះយើងអាចតម្លាក់បានមួយតង់ទៀតអញ្ចឹងយើងរុញទៅគឺអូខេដាក់ឲ្យបានកាន់តែច្រើនវាកាន់តែខ្ពស់ជាងមុនហើយខាងក្រោមនេះគឺយើងបានបំពាក់ជាមួយនឹងកង់សកួរគ្រឿងដោះកង់គឺយើងមានមួយឈុតតែម្ដងបាទក៏ដូចជាសភៅ manual book បាទសភៅ manual book ក៏មានដូចគ្នាដែរអញ្ចឹងសម្រាប់ព័ត៌មានលម្អិតបងអាចធ្វើការ inbox មកកាន់ Telegram បងបាននឹងផ្ដល់ព័ត៌មានលម្អិតបន្ថែមទាក់ទងនឹងរថយន្ត MG សិតដែរនេះបាទអរគុណ